កងទ័ពជើងទឹកប្រទេសអូស្ត្រាលីឈ្មោះនាវា Hamas Ballarat ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល4ថ្ងៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរដោយការគ្រោងទុកនៅព្រឹកថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025នេះនាវាកងទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលីចំនួន1គ្រឿងឈ្មោះនាវា Hamas Ballarat FFH 155 Anzac Class FFH បានចូលមកសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល4ថ្ងៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អបង្កើនទំនាក់ទំនងនិងរឹតចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងប្រទេសទាំងពីរកម្ពុជាអូស្ត្រាលីលោកឧត្តមនាវីត្រីអិនសុខេមរានាយសេនាធិការរងមូលដ្ឋានសមុទ្ររៀមនិងនាយនាវីជាច្រើនរូបបានអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលីឈ្មោះនាវា Hamas Ballarat FFH 155 Anzac Class FFH នេះដឹកនាំដោយលោកវរៈនាវីតូ Dan Duran មេបញ្ជាការនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបើតាមមន្ត្រីកងទ័ពជើងទឹកកម្ពុជាដែលបានទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលីនោះបានឲ្យដឹងថានាវាកងទ័ពជើងទឹកអូស្ត្រាលីឈ្មោះនាវា Hamas Ballarat FFH 155នេះមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល4ថ្ងៃគឺគិតចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែតុលាឆ្នាំ2025គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អបង្កើនទំនាក់ទំនងនិងរឹតចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងប្រទេសទាំងពីរកម្ពុជាអូស្ត្រាលីនាវាកងទ័ពជើងទឹកអូស្ត្រាលីឈ្មោះ Hamas Ballarat FFH 155 Anzac Class FFH នេះអាចផ្ទុកទម្ងន់បានចំនួន 3,900 តោនមានបណ្ដោយប្រវែង 118 ម៉ែត្រទទឹងប្រវែង 14.8 ម៉ែត្រនិងជម្រៅទឹក 6.4 ម៉ែត្រសបផ្សាយពាណិជ្ជកម្មនៅវិទ្យុថោន FM 102.25 MHz និងវិទ្យុថប់ FM 92.3 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77